នៅក្នុងភាសាបារាំងមានគេសាស្ត្រសំខាន់ចំនួន5បើសិនជាអ្នកគ្នាចេះវាទេការរៀនភាសាបារាំងរបស់អ្នកគ្នាអាចស្វែងរកថាបានដែរអញ្ចឹងយើងមកស្វែងរកទាំងអស់គ្នាថាគេសាស្ត្រចំនួន5ដែលសំខាន់ហ្នឹងមានអ្វីខ្លះអញ្ចឹងទី1គឺជា verb être ឬក៏ជាគេសាស្ត្រ être បកប្រែថាគឺជាឧទាហរណ៍ខ្ញុំគឺជានិស្សិតអញ្ចឹងនៅក្នុងភាសាបារាំងគេច្បាស់ជានិយាយថា je suis étudiant ឬក៏ je suis étudiante អញ្ចឹងអាហ្នឹងគឺជាន័យសាមញ្ញជាមួយនឹង verb être ទេយើងប្រើវាទូទៅប៉ុន្តែអ្វីដែលសំខាន់ជាងនឹងទៀតហ្នឹងគឺជាការប្រើប្រាស់ verb être ហ្នឹងទៅ form ឬក៏ទៅបង្កើតទម្រង់នៅក្នុងអតីតកាលឬក៏ជាភាសាបារាំងគេហៅថា temps passé reposé ខ្មែរយើងហៅថាតាមអតីតកាលហ្នឹងឯងអញ្ចឹងបើនិយាយស្រួលស្រាប់ទៅរូបមន្តរបស់វានិយាយខ្លីទៅគឺ auxiliaire verb être ou avoir plus participe passé អញ្ចឹង être គឺពិតជាមានសារៈសំខាន់មែនទេនៅក្នុងតាមអតីតកាលហ្នឹងត្រង់ថាជាមួយនឹងគេសាប់ជាង10ហ្នឹងគឺមិនអាចអត់ verb être បានទេបើមិនជាអត់វាគឺ verb ទាំង10ហ្នឹងគឺមិនអាចបង្កើតនៅក្នុងនៃអតីតកាលបានឡើយឧទាហរណ៍ខ្ញុំបានកើតនៅឆ្នាំ2026អញ្ចឹងជាភាសាបារាំងគេនឹងនិយាយថា je suis né en 2026អញ្ចឹងពាក្យថាបានគឺនៅតាមអតីតកាលឬក៏ជាភាសាបារាំងគេហៅថា passé reposé ហ្នឹងឯងអញ្ចឹងទម្រង់វាគឺ je suis né ហើយ né អាចមានអក្សរបើសិនជាភេទស្រីព្រោះនៅក្នុងភាសាបារាំងមានបែងចែកភេទប្រុសនិងភេទស្រីហើយនឹង en 2026អញ្ចឹងត្រង់នេះយើងអាចសង្កេតបានថា verb être នេះគឺដើរតួជា auxiliaire ឬក៏អាចហៅបានថាជាគេសាស្ត្រជំនួយមួយដែរដើម្បីទៅបង្កើតទម្រង់អតីតកាលហ្នឹងហើយប៉ុណ្ណឹងគឺមិនតែនោះទេ verb être ហ្នឹងក៏ត្រូវបានគេយកទៅប្រើនៅក្នុង expression មួយចំនួនផងដែរឧទាហរណ៍ដូចជានៅពេលដែលយើងមកយឺតអញ្ចឹងយើងច្បាស់ជានិយាយថា je suis en retard je suis en retard អញ្ចឹងបើបែរតែខ្ញុំមកយឺតអញ្ចឹងនៅក្នុងនេះយើងឃើញគេប្រើ verb être ហើយអ្នកគ្នាទៅដឹងទៀតថានៅក្នុងការប្រើប្រាស់គេស័ព្ទនៅក្នុងភាសាបារាំងដើម្បីប្រើប្រាស់បានគឺគេត្រូវបំបែកវាជាមុនសិនហើយគេស័ព្ទ être ហ្នឹងក៏ជាគេស័ព្ទមួយដែលស្ថិតនៅក្នុងក្រុមទី3ដែលជាគេស័ព្ទដែលមានការប្រែប្រួលអញ្ចឹងនៅពេលយើងបំបែក verb être ទៅយើងទទួលបាន je suis tu es il elle on est nous sommes vous êtes il va être elle va être sontអញ្ចឹងដូចយើងឃើញឃ្លាឧទាហរណ៍នៅក្នុងដំណក់ស្រាយមិញ je suis en retard ដែល suis នេះគឺបំបែកមួយ je ហើយ en retard កាលណា être បូក en retard វាជា expression មួយដែលយើងដាក់ជាមួយ sujet je ទៅបានន័យថាខ្ញុំមកយឺតហើយក្រៅពី je suis en retard ហ្នឹងក៏មានជា expression មួយចំនួនទៀតដែរឧទាហរណ៍ដូចជា je suis en colère je suis en colère je suis en colère បានតែខ្ញុំខឹងហើយឧទាហរណ៍មួយផ្សេងទៀតគឺ je suis malade je suis malade បានន័យថាខ្ញុំឈឺហើយមួយទៀតបើសិនលក្ខណៈថាគេបបួលយើងទៅចេញក្រៅទៅមើលកូនទៅញ៉ាំអីចឹងហើយយើងយកស្រាលមួយទេយើងគេសួរយើងមកយើងច្បាស់ឆ្លើយទៅវិញថា je suis d'accord je suis d'accord ហើយតែខ្ញុំយកព្រមអូខេហើយតែយើងយកព្រមទៅមើលកូនឬក៏ទៅញ៉ាំអីមួយគេចឹងតើហ្នឹងហើយអញ្ចឹងសង្ខេបមកវិញមកជាមួយនឹង verb être គឺយើងដឹងមានសារៈសំខាន់ដល់3យ៉ាងទី1គឺនៅតាមពេលសង្ខធម្មតាបើប្រែទៅគឺជាប្រើទូទៅទី2គឺយើងយកវាទៅបង្កើតជារូបមន្តនៅតាម passé reposé តាមលក្ខណៈហ្នឹងទី3គឺប្រើវានៅក្នុង expression ឥឡូវយើងបានចេះ verb être មួយហើយអញ្ចឹងក្រៅពី verb être ហ្នឹងគឺមានគេស័ព្ទមួយទៀតដែលសំខាន់មិនចាញ់ être ដែរហ្នឹងគឺគេស័ព្ទ avoir ហើយ avoir ក៏ជាគេស័ព្ទក្រុមទី3ដែរអញ្ចឹងនៅពេលដែលយើងបំបែកទទួលបាន j'ai tu as il elle on a nous avons vous avez il va être elle va être sont អូខេអញ្ចឹងគេស័ព្ទ avoir បើប្រែថាមានឧទាហរណ៍ថាខ្ញុំមានលុយច្រើនអញ្ចឹងភាសាបារាំងគេច្បាស់និយាយថា j'ai beaucoup d'argent អញ្ចឹងយើងឃើញគេប្រើប្រាស់ verb avoir ហើយមិនខុសពី verb être ទេ verb avoir ក៏ត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងការបង្កើតរូបមន្តនៅតាម passé reposé ដែរឬក៏តាមអតីតកាលណាដូចខ្ញុំបានលើកឡើងពីមុននឹងអញ្ចឹងសារៈ verb être គឺនៅតាម passé reposé គេប្រើវាជាមួយនឹងជាង10 verb ចឹងន័យថាក្រៅពីនឹងគឺគេប្រើជាមួយនឹងគេស័ព្ទឬក៏ auxiliary verb avoir ទាំងអស់ហ្នឹងហើយឧទាហរណ៍បើសិនខ្ញុំចង់និយាយថានៅក្នុងឃ្លាបច្ចុប្បន្នកាលធម្មតាខ្ញុំទស្សនាប្រាសាទអង្គរវត្តអញ្ចឹងនៅក្នុងបច្ចុប្បន្នកាលនេះជាភាសាបារាំងគេនិយាយថា je visite le temple d'Angkor Wat ប៉ុន្តែនៅពេលយើងបំលែងវាទៅជាអតីតកាលមានន័យថាខ្ញុំបានទស្សនាប្រាសាទអង្គរវត្តវិញនៅក្នុងភាសាបារាំងគេនឹងនិយាយថា j'ai visité le temple d'Angkor Watអូខេអញ្ចឹងអានឹងគឺនៅតាម passé reposé ហើយមិនទាន់អស់ទេដូចនឹង verb être មិញដែរគឺគេអាចប្រើវានៅក្នុង expression មួយចំនួនបានផងដែរឧទាហរណ៍ដូចជាខ្ញុំឃ្លានអញ្ចឹងខ្ញុំឃ្លានជាភាសាបារាំងគេនិយាយថា j'ai faim អញ្ចឹង faim នឹងវាអត់មាន verb ខ្លួនវាទេអញ្ចឹងវាត្រូវការគេស័ព្ទជំនួយavoir ទៅជួយវាដែរ
ដើម្បីបង្កើតទៅជាអត្ថន័យថា clean នឹង j'ai fam ខ្ញុំ clean ហើយមួយទៀតក្រៅពី clean នៅពេលដែលយើងស្រែកផឹកទឹកយើងចង់ញ៉ាំទឹកអញ្ចឹងជាភាសាបារាំងគេនិយាយថា j'ai soif j'ai soif j'ai soif នោះគឺមកពី avoir បូកជាមួយនឹង soif ហើយក្រៅពីនេះបើសិនជាយើងខ្លាចឧទាហរណ៍ j'ai peur ខ្ញុំខ្លាចអូខេអញ្ចឹងអានឹងគឺជាសារៈសំខាន់របស់ verb avoir ឬគេហៅ avoir ហ្នឹងឥឡូវក្រៅពី verb avoir គឺមាន verb មួយទៀតដែលសំខាន់ដែរបន្ទាប់ហ្នឹងគឺគេហៅ aller aller បកប្រែថាទៅអញ្ចឹងនៅពេលយើងបំបែកវាគឺយើងបាន je vais tu vas il elle on va nous allons vous allez il va elle va vont តែអានេះគឺយើងប្រើវាសាមញ្ញធម្មតាទេខ្ញុំទៅឧទាហរណ៍ខ្ញុំទៅផ្សារ je vais au marché ខ្ញុំទៅភោជនីយដ្ឋានចឹងភាសាបារាំងគេនិយាយថា je vais au restaurant ហ្នឹងហើយចឹងអានេះគឺសាមញ្ញប៉ុន្តែវាក៏ដើរតួនាទីសំខាន់នៅក្នុងវេយ្យាករណ៍ឬក៏ grammar ហ្នឹងដែរដែលសំខាន់គេហ្នឹងគឺគេយក verb aller ហ្នឹងទៅធ្វើជា auxiliary គេស័ព្ទជំនួយនៅក្នុង tom future push ឬក៏ tom អនាគតកាលឬក៏អនាគតកាលនឹងឯងឧទាហរណ៍ខ្ញុំនឹងញ៉ាំអាហារពេលល្ងាចជាមួយអ្នកចឹងជាភាសាបារាំងគេនឹងនិយាយថា je vais prendre le dîner avec toi je vais prendre le dîner avec toi ខ្ញុំនឹងសោះស្រូបអាហារពេលល្ងាចជាមួយអ្នកអញ្ចឹងកាលពីនឹងអ្នកគេច្បាស់ឆ្ងល់ថាតើវា aller នឹងត្រូវបានគេយកវាទៅប្រើប្រាស់នៅក្នុង expression ដែរឬទេចម្លើយគឺច្បាស់ណាស់គឺគេយកវាទៅប្រើប្រាស់នៅក្នុង expression ផងដែរតែវាមាន expression ច្រើនដូចគេហៅ avoir ឬក៏គេហៅ être នោះទេឥឡូវខ្ញុំឲ្យឧទាហរណ៍ទៅលើ expression មួយជាមួយនឹងវា aller ដល់ពេលដែលគេចង់សួរសុខទុក្ខអ្នកគ្នាគេសួរថាតើអ្នកសុខសប្បាយដែរឬទេអញ្ចឹងជាភាសាបារាំងគេច្បាស់ជាសួរថា comment ça va ចឹងនៅពេលយើងឆ្លើយយើងមិនឆ្លើយស៊ីស្មោះនឹងទេយើងត្រូវឆ្លើយថា ça va ឬក៏យើងអាចឆ្លើយថា je vais bien ដែល ça va វ៉ាហ្នឹងគឺមកវា aller នឹងឯងហើយសម្រាប់ je vais bien vais ហ្នឹងគឺមកពីវា aller ដែរដែលបំបែកជាមួយ je ណា je vais តែពេល ça va ហ្នឹងសារវាដើរតួជាបរិបទទី3ឯកវចនៈអញ្ចឹងយើងបែកជាង va អញ្ចឹងទាំង ça va ហើយនឹង je vais bien ហ្នឹងគឺយើងអាចប្រើបានទាំងពីរនៅពេលយើងចង់ឆ្លើយថាខ្ញុំសុខសប្បាយជាធម្មតាទេអូខេក្រៅពីគេស័ព្ទចំនួន3ហ្នឹងឥឡូវយើងទៅគេស័ព្ទទី4ដែលខ្ញុំលើកឡើងថាវាពិតជាមានសារៈសំខាន់ដែរហ្នឹងដែលវាហ្នឹងគឺជាវា vernier អញ្ចឹង vernier ហ្នឹងគឺមានលក្ខណៈផ្ទុយពីវា aller មុននឹងមិញតិចដែល aller បកប្រែថាទៅចំណែក vernier បកប្រែថាមកអញ្ចឹង vernier ក៏ជាវាក្រុមទី3ដែរនៅពេលយើងបំបែកយើងទទួលបាន je viens tu viens il elle on vient nous venons vous venez il va elle va vienne ឧទាហរណ៍ខ្ញុំមកពីប្រទេសកម្ពុជាអញ្ចឹងជាភាសាបារាំងគេនិយាយថា je viens du Cambodge je viens du Cambodge មួយទៀតពួកយើងមកពីខេត្តសៀមរាបអញ្ចឹងnous venons de Siem Reap nous venons de Siem Reap ហើយកាលពីមកពីក៏ vernier បូក a ហ្នឹងបកប្រែថាមកកាន់ឧទាហរណ៍ je viens à l'école ខ្ញុំមកកាន់សាលាខ្ញុំមកសាលាហើយមូលហេតុមួយទៀតដែលខ្ញុំលើកឡើងថាវាពិតជាមានសារៈសំខាន់ហ្នឹងគឺគេប្រើប្រាស់ vernier ទៅ form ឬក៏ទៅបង្កើតជាទម្រង់នៅក្នុងរូបមន្ត passé récent ឬក៏អតីតកាលឬទើបតែកើតឡើងថ្មីអញ្ចឹងនៅពេលដែលគេចង់និយាយពីអតីតកាលឬទើបតែកើតឡើងថ្មីគេច្បាស់ជាប្រើ passé récent ហើយរូបមន្តរបស់វាគឺ vernier de បូកជាមួយនឹង verb à l'infinitif ឬក៏គេស័ព្ទដើមឧទាហរណ៍ je viens de prendre le petit déjeuner អញ្ចឹងជាខ្មែរគឺយើងបកប្រែថាខ្ញុំទើបតែបានសោះស្រូបអាហារពេលព្រឹករួចអញ្ចឹងវាទើបតែកើតឡើងថ្មីយើងប្រើ passé récent ដែលវាពន្យាដែលទៅជា auxiliary ក្នុងការជំនួយទៅលើការបង្កើតរូបមន្តនៅក្នុងតាម passé récent ហ្នឹងអូខេក្រៅពី verb ទាំង4ខ្ញុំបានលើកឡើងមុនហ្នឹងឥឡូវយើងទៅ verb ដែលសំខាន់ចុងក្រោយនឹងគឺ verb faire ដែល faire នេះគឺពិតជាមានសារៈសំខាន់ខ្លាំងមែនទែនហ្មងបើសិនជាបកប្រែទៅ faire បកប្រែថាធ្វើហើយវាជាវាក្រុមទី3មួយផងដែរនៅពេលយើងបំបែកវាគឺយើងបាន je fais tu fais il elle on fait nous faisons vous faites il va elle va font ហើយតួនាទីរបស់ verb faire ហ្នឹងក្រៅពីបកប្រែថាធ្វើវាក៏ដើរតួនាទីសំខាន់មួយទៀតដែរទៅលើការជួយពាក្យមួយចំនួនដែលអាចបង្កើតសកម្មភាពបានដោយខ្លួនឯងណាឧទាហរណ៍ sport អញ្ចឹងវាមាន sport ទេ sport ទីឬក៏ sport ត្រេះទេកីឡាណាអញ្ចឹងយើងចង់និយាយថាខ្ញុំលេងកីឡាជាភាសាបារាំងគេនិយាយថា je fais du sport អញ្ចឹង faire បូក sport ហ្នឹងគឺបែរថាលេងកីឡាហ្នឹងឯងហើយទន្ទឹមនឹងដែរគឺបានន័យថាវា faire ហ្នឹងជាទូទៅគេប្រើវាទៅលើ expression ហ្នឹងឯងពេលក្រៅពី je fais du sport ហ្នឹងក៏មានជាឧទាហរណ៍ផ្សេងទៀតដែរឧទាហរណ៍ថា je fais le ménage បានន័យថាខ្ញុំធ្វើកិច្ចការងារផ្ទះបែរថាបោសជូតសម្អាតផ្សេងៗហ្នឹងឯងហើយមួយទៀតហ្នឹងក៏គេអាចប្រើវាទៅលើការនិយាយអំពីអាកាសធាតុបានផងដែរឧទាហរណ៍ថាអាកាសធាតុថ្ងៃហ្នឹងល្អអញ្ចឹងគេនិយាយថា il fait beau
il fait beau ន័យថាអាកាសធាតុគឺល្អជាងតើបើសិនជាអាកាសធាតុក្តៅគឺ il fait chaud អាកាសធាតុត្រជាក់គឺ il fait froid ហ្នឹងគឺពាក់ព័ន្ធជាមួយនឹង verb faire ដែលនេះគឺជាសារៈសំខាន់របស់វាផងដែរអូខេនេះគឺជាការលើកឡើងទូៗអំពីគេស័ព្ទសំខាន់ចំនួន5នៅក្នុងភាសាបារាំងអញ្ចឹងខ្ញុំចង់សួរអ្នកនរវិញថាបើតើវាបានស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ឡៅតើអ្នកនរបានយល់ខ្លះទេបើសិនជាមិនយល់ទេគឺអត់ទៅអត់អីទេហើយបើសិនជាចង់យល់ច្បាស់ទៅលើការប្រើប្រាស់ភាសាបារាំងផ្សេងហើយអ្នកនរចង់រៀនទាំងភាសាបារាំងទាំងភាសាអង់គ្លេសអ្នកទាំងអស់គ្នាអាចចូលឈ្មោះចូលរៀននៅមជ្ឈមណ្ឌលមីជាមួយនឹងលោកគ្រូសាស្ត្រាចារ្យដែលពោពេញទៅដោយបទពិសោធន៍ខ្ពស់មករៀននៅទីនេះអ្នកនរនឹងអាចសិក្សាបានជាមួយនឹងគ្រូខ្មែរនិងគ្រូបរទេសបានផងដែរហើយសិក្សាពីភាសាអ្នកនរនឹងទទួលបានការបញ្ចុះតម្លៃចំនួន 10% បានផងដែរអញ្ចឹងអរគុណអ្នកនរដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយ like subscribe និង follow ទៅលើគេហទំព័ររបស់មជ្ឈមណ្ឌលមីផងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ